នៅក្នុងប្រទេសអ៊ីតាលីអ្នកបើកបរម៉ូតូត្រូវអនុវត្តច្បាប់ពីការពាក់ឧបករណ៍ការពារដែលក្នុងនោះមានដូចជាមួកសុវត្ថិភាពអាវហើយនិងខោបើកបរម៉ូតូដែលទាំងអាវទាំងខោនោះត្រូវមានផ្នែកខាងក្នុងសម្រាប់ការពារកែងដៃស្មាហើយនិងជង្គង់អីចឹងទៅពេលដែលយើងដួលក្នុងដានវីដេអូនេះខ្ញុំចង់បង្ហាញពីសូមដៃដែលយើងត្រូវពាក់នៅពេលដែលយើងជិះម៉ូតូហើយខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅកន្លែងគេលក់សម្ភារៈម៉ូតូហើយចាំទាយតម្លៃទាំងអស់គ្នាអាវហ្នឹងគឺដូចអាវពណ៌ក្រហមដែលខ្ញុំពាក់ពីខាងក្រៅពេលជិះម៉ូតូចឹងហើយយើងក៏ត្រូវមានសូមដៃហើយចុងកញ្ចប់ត្រូវមានស្បែកជើងដែលអាចការពារកជើងទៀតអញ្ចឹងពេលដែលទាញម៉ូតូចេញមកម្ដងគឺយើងសញ្ញាស្ញោងតិចតែបើសិនជាយើងអត់មានពាក់របស់ទាំងអស់ហ្នឹងទេហើយបើសិនជាប៉ូលីសហៅយើងឲ្យឈប់គឺយើងនឹងត្រូវគេផាកពិន័យហើយគេដកបន្ទុកពីបានបើកបរយើងទៀតមួយទៀតគឺដើម្បីសុវត្ថិភាពយើងខ្លួនឯងដែរទេព្រោះនៅនេះពេលជិះម៉ូតូចូលផ្លូវ highway អីហ្នឹងគឺអត់ដែរខំ100គីឡូម៉ែត្រក្នុង1ម៉ោងទេអញ្ចឹងទៅម៉ូតូគឺអត់សុវត្ថិភាពដូចឡានទេគឺយើងត្រូវតែពាក់របស់ការពារទាំងអស់ហ្នឹងឯងតែឥឡូវត្រឡប់មកប្រធានបទចាស់វិញតាក់ទងជាមួយនឹងតម្លៃរបស់គ្រឿងទាំងអស់ហ្នឹងពេលជិះតាមផ្លូវទៅហ្នឹងប្រកែកគ្នាមួយស៊ីម៉ូព្រោះស៊ីម៉ូឲ្យទាយថាពេលដែលយើងចេញពីហាងហ្នឹងតែយើងនឹងចំណាយលើសពី50 អឺរ៉ូឬក៏ខំ50 អឺរ៉ូជាក់ស្ដែងខ្ញុំបានទៅហាងហ្នឹងម្ដងហើយដើម្បីទៅទិញមួកសុវត្ថិភាពប៉ុន្តែពេលហ្នឹងអត់បានមើលតម្លៃសងដៃទេមួកសុវត្ថិភាពហ្នឹងថ្លៃមែនតើអញ្ចឹងគួរតែដឹងថាសងដៃនឹងវាថ្លៃដែរហើយមួកសុវត្ថិភាពហ្នឹងខ្ញុំពាក់អត់ត្រូវទេដោយសារតែតម្រង់ក្បាលអឺរ៉ុបខុសពីតម្រង់ក្បាលអាស៊ីយើងពេលជិះម៉ូតូទៅផ្លូវឆ្ងាយពួកខ្ញុំតែឈប់1ម៉ោងម្ដងដោយសារតែពាក់យូរទៅក្បាលខ្ញុំគឺចាប់ផ្ដើមឈឺហ្មងខ្ញុំព្យាយាមមើលហាងដែលលក់មួកសុវត្ថិភាពប្រេនជប៉ុនដែរព្រោះតម្រង់មួកត្រូវនឹងក្បាលរបស់អាស៊ីយើងតែប្រេនជប៉ុននាំចូលមកប្រទេសនេះគឺថ្លៃខ្លាំងមែនតើដែលមានតម្លៃរហូតដល់8-900 អឺរ៉ូអញ្ចឹងទៅសុខចិត្តទិញមួកនេះពាក់វិញប្រេនរបស់អ៊ីតាលីតែតម្លៃខុសគ្នាពាក់កណ្ដាលតែគាត់ថាពាក់យូរទៅយើងជឿក្បាលបន្តិចតឥឡូវមកដល់ហាងហើយមកមើលតម្លៃអាវពាក់ការពារខាងក្រៅវិញអាវទាំងអស់ហ្នឹងអត់មានមួយណាដែលខំ200 អឺរ៉ូឬក៏300 អឺរ៉ូទេហើយតម្លៃអាវខ្លះរហូតដល់1000អីចឹងទៅតាម brand ខ្ញុំ grateful ដែរដោយសារតែអាវដែលខ្ញុំពាក់រាល់ថ្ងៃហ្នឹងគឺបានមកពី Minsimo ដែលគាត់ជប់ជិះម៉ូតូហើយចឹងទៅខ្ញុំបាច់ទិញអាវថ្មីគាត់ក៏បានឲ្យសូមដៃតែដែលសូមដៃនោះខ្ញុំពាក់តពីគាត់បានរយៈពេល1ឆ្នាំដែរហើយ1ឆ្នាំហ្នឹងវាឡើងចាស់ឡើងសឹកមែនតើដល់ពេលអញ្ចឹងត្រូវទិញថ្មីហើយសូមដៃក៏ដូចគ្នាដែរពេលប្រកែកមួយ Simo ហ្នឹងខ្ញុំគិតថាសូមដៃមួយយ៉ាងច្រើនហ្នឹង5-10 អឺរ៉ូអស់ហើយតែមកដល់មែនអត់មានមួយណាដែលខំ25 អឺរ៉ូសោះហើយហើចុះហើឡើងទៅបានសូមដៃមួយគូនេះទៅហើយសូមដៃហ្នឹងសម្រាប់ summer ទេហើយខ្ញុំអត់ចង់ទិញពី3គូទេដោយសារតែឥឡូវហ្នឹងចិត្តផុតខែល្ងាហើយអញ្ចឹងទៅតិចទៀតហ្នឹងចូលដល់រដូវក្តៅទៅពាក់សូមដៃហ្នឹងគឺត្រូវហ្មងទិញហួយរាល់ហើយឥឡូវហ្នឹងបានមួកសម្រាប់មួកកណាត់សម្រាប់ពាក់ខោមួកសុវត្ថិភាពហ្នឹងកុំឲ្យសាក់ចូលមុខមួយហើយនឹងសូមដៃមួយគូហ្នឹងបងប្អូនទាយមើលថាពីរហ្នឹងអស់មែនខ្ញុំទាយចាញ់ Simo ដោយសារតែពីរហ្នឹងយើងចំណាយអស់រហូតដល់60 អឺរ៉ូសូមដៃមួយគូហ្នឹង45 អឺរ៉ូហើយនឹងមួកកណាត់ហ្នឹង19 អឺរ៉ូចឹងសរុបមក60 អឺរ៉ូ75 សេនអរគុណដែលបានទស្សនាវីដេអូហ្នឹងហើយជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ